ក្នុងការដាំពេញប៉ោះយើងគ្រាន់តែកាច់មែកវាត្រួយវាមកត្រួយឬក៏មកធៀងយកមកដោតក៏យើងអាចដោះបានជាកូនបានដែរបងប្អូនដូចនៅទីនេះគឺជាមែកធៀងដែលយើងបានកាត់បងប្អូននេះមែកធៀងយើងបានកាត់ហើយយើងដោតចូលដីវាក៏ដោះឬមកត្មងបាទនេះជាលទ្ធផលវាបងប្អូននេះបាទនេះជាលទ្ធផលបាទវាឆាប់បានផ្លែផ្កាទៀតបាទឆាប់បានផ្លែផ្កាជាជាងដាំជាមួយគ្រាប់បាទជាជាងដាំជាមួយគ្រាប់បាទយើងគ្រាន់តែកាច់ដោតមកបងប្អូនឃើញនេះមើលឬវាចាក់ស្រះឬវាចាក់ស្រះអញ្ចឹងរបៀបវាបងប្អូនហើយខ្ញុំនឹងជូនលម្អិតនៅក្នុងវីដេអូនេះបងប្អូនអាដើមធំរបស់យើងផ្លែបាទផ្លែធំបាទពួកអត់បានដាំវាទេវាដោះឃើញវាដោះហើយក៏បងប្អូននេះមើលថែវាបាទគ្រាន់តែដោតបកគូលស្នឹងទប់ដើមវាហើយដាក់ជីដាក់អីតាមគូលទៅឥឡូវបងប្អូននេះមើលត្រួយដើមដោះល្អមែនតើបាទដោះល្អអញ្ចឹងទៅក៏ឆ្លៀតពេលក្នុងការចែករំលែកពីវិធីសាស្ត្រក្នុងការបំបែកពូជបាទក្នុងការបំបែកពូជពេញប៉ោះបាទវាជាវិធីសាស្ត្រងាយៗដែលបងប្អូនអាចអនុវត្តបានហើយមានប្រសិទ្ធភាពបាទមានប្រសិទ្ធភាពពូជដើមមែកធៀងដែលយើងបំបែកមកហ្នឹងផ្លែផ្កាដូចដើមចាស់របស់យើងនេះអញ្ចឹងបងប្អូនបាទយើងអត់ចាំបាច់ប្រើគ្រាប់បដោះទេយើងគ្រាន់តែកាច់មែកធៀងវាមកដោតវាដោះតែម្ដងបងប្អូននេះយើងមានឃើញមែកធៀងវាមកធៀងរបៀបនេះបងប្អូននេះបងប្អូនអាចបេះមកបាទកាត់ត្រៃកាត់ស្រួលមកយើងកាត់របៀបនេះមកបងប្អូនបាទបានមកត្រួយមកធៀងបាទហើយធៀងរបៀបនេះបងប្អូននេះស្រាប់តែយើងអាចបំបែកបាននេះបាទនេះដូចអានេះអីនេះបងប្អូននេះអានេះអីចឹងស្រាប់តែអាចបំបែកបានហើយយើងបេះតែប៉ុណ្្នេះមកខ្ញុំប្រើកត្រៃកាន់បាទយើងបេះមួយដៃក៏បានដែរបាទបងប្អូននេះមកធៀងមកត្រួយហ្នឹងគឺយើងបានមកដើមទៀតហើយបងប្អូនបាទបានមកដើមទៀតបងប្អូននេះមកត្រួយនេះទៀតយើងអាចបានមកដើមទៀតបាទបងប្អូនបេះមួយដៃក៏បានដែរចាំបាច់កត្រៃអីកាត់ក៏បានដែរលឿនពេលខ្លះបេះតែមួយដៃចឹងមកយើងយកមកដោតយកទៅមកបានមកត្រួយទៀតហើយបាទនេះបងប្អូនត្រួយវាអីចឹងហ្នឹងអីត្រួយវាបែបហ្នឹងអីហ្នឹងក៏យើងអាចយកមកផ្សំបានដែរបងប្អូននេះបាទយើងកាច់យកទៅមកក៏បានបងប្អូនប្រើកត្រៃកាត់ក៏បានបាទនេះឃើញទេអាហ្នឹងទៅគឺយើងអាចប្រើបានហើយផ្នែកដែលល្អជាងគេគឺធៀងរបៀបនេះបងប្អូនបាទយើងយកមែកយកធៀងរបៀបនេះគឺល្អប្រសើរជាងគេបាទរបៀបវាហ្នឹងគឺងាយទេបងប្អូនអានេះមែកធៀងដែលយើងបានកាត់មកបាញ់មាញ់បាទយើងកាត់មកបាញ់មាញ់ហ្នឹងបងប្អូនមុននឹងផ្សំអានេះល្បាយដីយើងបានដាក់ចូលនៅក្នុងកែវទឹកអំពៅឬក៏កែវកាហ្វេអីហើយបងប្អូនអាចប្រើបានទាំងអស់បងប្អូនក៏ពីដាក់ដីហើយយើងស្រោចទឹកវាឲ្យជោគបន្តិចមកបាទស្រោចទឹកវាឲ្យជោគបន្តិចហើយយើងដោតយកតែម្ដងងាយយើងបានពូជលឿនពេញប៉ោះនេះអាចធ្វើបានជីនាងវងអាចធ្វើបានហើយនឹងដំណាំមួយចំនួនទៀតសុទ្ធតែអាចធ្វើបានដូចគ្នាបងប្អូនបាទយើងឲ្យទឹកវាជ្រាបចូលទៅក្រោមឲ្យជោគបន្តិចទៅបាទហើយអានេះនៅស្ទើខ្ញុំបន្ថែមបន្តិចដោយសារដីយើងស្ងួតបាទដីហ្នឹងបងប្អូនអាចប្រើល្បាយដីបដោះកូនក៏បានបើអត់មានទេបងប្អូនយកដីស្រទាប់លើណាបងប្អូនបាទដីស្រទាប់លើហ្នឹងយកមកដាក់បដោះបានដូចគ្នាហើយកូនពេញប៉ោះយើងបងប្អូនត្រូវកាត់ផ្កាវាចាញ់បាទអត់ទុកទេកុំទាន់ចង់បានផ្លែហើយស្លឹកនេះបងប្អូនកាត់ចាញ់ដែរបាទកាត់ចាញ់ទៅមែកធៀងនេះក៏ចាញ់ដែរឬក៏អាចទុកតែនឹងក៏បានស្លឹកយើងកាត់ឲ្យច្រើនតិចមកបងប្អូនបាទទុកតែត្រួយបន្តិចបានហើយបាទទុកតែត្រួយបន្តិចហើយខ្ញុំតម្រឹមទៅនេះបាទប៉ុណ្ណឹងមកយើងដោតយកបានហើយបងប្អូនបាទដោតយកតែប៉ុណ្ណឹងបានហើយនេះកន្លះខែក្រោយវាដោះឬហើយបាទកន្លះខែក្រោយវាដោះឬហើយបាទហើយអានេះទៀតយើងកាត់ត្រួយចាញ់កាត់ស្លឹកចាញ់កាត់ផ្កាចាញ់នេះត្រួយវារឿងទូចតិចអត់សូវល្អទេតែត្រួយនេះវារឿងទូចអញ្ចឹងបងប្អូនរកត្រួយរឿងថ្លោបន្តិចល្អដែរតែខ្ញុំកាត់មកហើយខ្ញុំក៏ប្រើវាទៅមកទៅបាទដល់តែនេះមួយទៀតបាទអានេះមួយទៀត
អានេះវាមានឫសស្រាប់យើងដកពីវាដោយសារវាម៉េចខ្នែងវានៅខាងក្រោមគៀកដីអញ្ចឹងវាអាចមានឫសស្រាប់យើងអាចយកឫសនឹងត្មងក៏បានប៉ុន្តែយើងតម្រឹមវាខ្លះទៅបាទហើយយើងកាត់ស្លឹកចាញ់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 បាទកាត់ស្លឹកទៀតកាត់ស្លឹកទៀតបាទនេះវានៅសល់ផ្កាបន្តិចបាទផ្កាវានេះក៏ត្រូវបេះចាញ់ដែរបាទអញ្ចឹងយើងបានមួយទៀតបាទអានេះយើងកាត់ស្លឹកវាចោលបាទកាត់ស្លឹកវាចោលទៀតស្លឹកខាងលើនេះយើងកាត់ចោលខ្លះទៅទុកប៉ុណ្ណឹងហើយផ្កានេះក៏យើងកាត់ចោលដែរបាទប៉ុណ្ណឹងមកហើយយើងដុតយកតែម្ដងបងប្អូនបាទដុតអាចជម្រៅ2សង់ទីម៉ែត្រអីទៅបងប្អូនបាទ2សង់ទីម៉ែត្រអីទៅបាទប៉ុណ្្នឹងឯងបងប្អូនងាយមែនតើបាទពេញប៉ោះងាយហើយអានេះជាលទ្ធផលបងប្អូនឃើញទេបាទលទ្ធផលនេះបាទលទ្ធផលវាឆាប់បានផ្លែផ្កាបងប្អូនឆាប់បានផ្លែបាទឆាប់បានផ្លែប៉ុន្តែអានេះតាមពិតយើងត្រូវប្រឡាស់ចោលទេបងប្អូនដើម្បីឲ្យដើមវាធំធាត់ថ្លោះល្អដើម្បីឲ្យដើមវាថ្លោះល្អបើមិនអញ្ចឹងទេដើមវាអត់សូវធំទេបាទដើម្បីឲ្យដើមវាធំដូចដើមកណាត់ដើមមេរបស់វាហ្នឹងផ្លែផ្កាមួយចំនួនយើងត្រូវប្រឡាស់ចោលប៉ុន្តែខ្ញុំអត់បានប្រឡាស់ខ្ញុំទុកមើលតែហ្មងហើយឥឡូវនេះមានតកៅយាយបងនេះតកៅចោះផ្លែនេះបាទមានទាំងតកៅចោះផ្លែមានទាំងតកៅស៊ីញេដោយសារខ្ញុំដោតចោលហើយខ្ញុំអត់បានបាញ់ថ្នាំអត់បានមើលវាដិតដល់បាទយើងគ្រាន់តែដោតឲ្យទុកវាចោលតែហ្មងឥឡូវវាដោះមកបានប៉ុណ្្នឹងបាទបានប៉ុណ្្នឹងនេះគ្រាន់តែជាការចែករំលែកបទពិសោធន៍ក្នុងការដាំពេញប៉ោះបងប្អូនមានន័យថាបើបងប្អូនដាំពេញប៉ោះអត់ចាំបាច់ទាល់តែមានគ្រាប់មកបដោះទេបាទយើងកាច់តែម៉េចធៀងយកមកដោតយករបៀបនេះគឺបានហើយបាទដោតយកតែម្ដងបាទដោតយកហើយក្នុងការជ្រើសរើសម៉េចធៀងហ្នឹងបងប្អូនមើលអាត្រួយនេះរឿងធំបន្តិចកុំត្រួយតូចដូចអានេះត្រួយតូចចេះដើមវាដោះមកគាត់ស្អីឆ្លោះល្អដែរអញ្ចឹងយើងរើសមើលត្រួយធំបាទដូចអាពីរនេះត្រួយធំល្អបងប្អូននេះបាទត្រួយឆ្លោះល្អរបៀបហ្នឹងយើងនឹងទទួលបានពេញប៉ោះថ្មីមួយគុំពីរគុំឬក៏ច្រើនគុំអាស្រ័យទៅលើការបំបែករបស់យើងបាទអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាមានអ្វីចូលរួមអាចសរសេរបានខាងក្រោមជួបគ្នានៅពេលក្រោយទៀតបាទ